បាទអរុនសួស្តីអ្នកនរគ្នាសម្រាប់ឱកាសនេះថ្ងៃឈប់សម្រាកនេះអញ្ចឹងព្រឹកនេះដែរខ្ញុំឆ្លៀតឱកាសសូមចែករំលែកចំណេះដឹងមួយប៉ុន្តែចំណេះដឹងនេះក៏មិនមែនចង់ឲ្យអ្នកនរគ្នាចេះធ្វើចោលដែរប៉ុន្តែវាជាការចែករំលែកមួយយើងអាចប្រើប្រាស់តាមការដែលអាចប្រើបានអញ្ចឹងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាទាក់ទងនឹងការ download ឯកសារផ្សេងជា document ជា file PDF បាទជាវីដេអូជារូបភាពផ្សេងនៅក្នុង group ឬក៏ channel Telegram ដែល owner គាត់បង្កើតឡើងជាលក្ខណៈ private បន្ទាប់ពីគាត់បង្កើតហើយគាត់ទៅបិទ restriction content មានន័យបិទក្នុងការចែកចាយនៅសារផ្សេងដែលមាននៅក្នុង group ឬក៏ channel នេះទៅខាងក្រៅតែយើងក៏អាចមានវិធីសាស្ត្រក្នុងការទាញយកមកបានដែរអញ្ចឹងយើងទាញយកដោយរបៀបណាអញ្ចឹងទី1ខ្ញុំសូមលើកយក browser មួយមកប្រើគឺ Google Chrome ព្រោះខ្ញុំដឹងថាអ្នកនរគ្នាបច្ចុប្បន្នគឺពេញនិយមក្នុងការប្រើប្រាស់ browser Google Chrome យើងប្រើប្រាស់ Google Chrome នឹងហើយទី2យើងត្រូវទៅ add extension របស់ Google Chrome ចំនួន1យកមកប្រើប្រាស់ add extension មួយនោះបានហើយយើងត្រូវតែហៅថា install script សម្រាប់ download បាទណាមួយត្រូវប្រើ browser Chrome ទី2ត្រូវ add extension ទី3ត្រូវ install script Telegram download បាទទី4អ្នកទាំងអស់គ្នាត្រូវតែប្រើប្រាស់ Telegram នៅលើ web បាទប្រើប្រាស់ Telegram នៅលើ web មិនមែនលើ app ទេបាទគឺបើកតាមរយៈ Google Chrome នឹងឯងឥឡូវខ្ញុំបង្ហាញឲ្យឃើញតែម្ដងឥឡូវខ្ញុំធ្វើ test sample មួយខ្ញុំបើក Google Chrome ហើយបាទខ្ញុំ log in Telegram របស់ខ្ញុំនៅលើ web អញ្ចឹងយើងវាយពាក្យថា web .telegram.org ដូចអ្នកនរគ្នាបានឃើញ web.telegram.org បាទតោះមកយើង enter មកបាទចឹងកន្លែងនេះគឺយើងចាំបាច់ត្រូវតែ log in Telegram យើងចូលឥឡូវខ្ញុំសាកបើក Telegram របស់ខ្ញុំសិនបាទអ្នកទាំងអស់គ្នាអាច scan QR ចូលក៏បានឬក៏ use phone number ដើម្បីចូលក៏បានខ្ញុំ scan ចុះអូខេបាទចូលហើយបាទឥឡូវខ្ញុំសាកចូលទៅ download media មួយនៅក្នុង group Telegram របស់ខ្ញុំបាទខ្ញុំឧទាហរណ៍បាទឧទាហរណ៍វីដេអូមួយនេះគឺយើងបានបើកមើលប៉ុន្តែយើងអាច download បានតែនៅលើនេះអត់មានកន្លែង download ទេខាងលើខាងស្ដាំហ្នឹងបាទមួយទៀតជារូបភាពបាទនេះជារូបភាពក៏អាច download បានដែរនេះយើងឃើញជាក់ស្ដែងណាអញ្ចឹងយើងចាប់ផ្ដើមអនុវត្តដើម្បីឲ្យវា download បានទាញបានអញ្ចឹងខ្ញុំសូមចុចកន្លែងសញ្ញាត្រេ3នេះបាទត្រេ3ហ្នឹងតោះមកអ្នកនឹងចុចលើពាក្យ extension បន្ទាប់មកទៀតអ្នកនរគ្នាជ្រើសយកពាក្យថា visit Chrome web store បាទបន្ទាប់មកទៀតអ្នកនរគ្នាចុចលើពាក្យថា extension ហើយជ្រើសរើសយកពាក្យថាបាទបន្ទាប់មកអ្នកនរវាយកន្លែងនេះវាយកន្លែងរបស់ search ហ្នឹងវាយពាក្យថា temper monkey បាទវាយ temper monkey ហ្នឹងមកបាទតោះមកអ្នកនរឃើញនេះអារូបភ្នែក2នេះហើយយកពាក្យថា add to Chrome បាទហើយយកពាក្យ add extension
បាទអញ្ចឹង add extension បានហើយអ្នកនរគ្នាអាចបិទវាឲ្យចាំធ្វើបន្តទៅនេះបិទខ្វែងឡើងហ្នឹងព្រោះអីបើសិនជាខ្ញុំធ្វើផ្លូវកាត់វាខ្លាចអ្នកនរតាមអត់ទាន់បាទបន្ទាប់មកទៀតអ្នកនរគ្នាចុចឡើងនេះតបបាត់ហើយចុចឡើងរូបនេះរូបដូចរូបបង្គំហ្នឹងមកបាទហើយរកពាក្យ temper monkey pin វាមកបាទបន្ទាប់ពី pin វាបានហើយអ្នកនរគ្នាឃើញរូបវាហ្នឹងអ្នកនរចុចលើរូបហ្នឹងមកយកពាក្យថា find new script យើងចង់ add script អីចូលយើងដាក់ចូលមកឥឡូវខ្ញុំចង់ add script download ពី Telegram អញ្ចឹងខ្ញុំដាក់ find new script ទៅមកហើយកន្លែង block search for script នេះយើងវាយពាក្យថា Telegram media download the ហើយ search មកបាទនេះឃើញលើគេ Telegram media downloader version 1.208 ណាបាទតបមកចុចលើពាក្យថា install script បាទ install script ហើយចុចលើពាក្យ install មកបាទបន្ទាប់ពីបានប៉ុណ្ណឹងហើយអ្នកនរបិទខ្វែងវាមកបាទខ្ញុំខ្វែងទៀតខ្វែងកន្លែងហ្នឹងទៀតចុះបាទបន្ទាប់មកទៀតអ្នកនរគ្នាចូលនៅក្នុង extension ទៀតយកពាក្យ manage extension បាទអ្នកនរគ្នាត្រូវបើក developer mode បន្ទាប់មកទៀតអ្នកនរគ្នា scroll មកខាងក្រោមរកពាក្យថា temper monkey ដែលអ្នកនរបាន add extension ចូលមកអ្នកនរចុចលើពាក្យ detail បាទបន្ទាប់មកអ្នកនរគ្នាបើកវាមកនេះ allow user script បាទបើកទាំងអស់មកបាទបន្ទាប់ពី tick បើកទាំងអស់ហ្នឹងហើយយើងបិទខ្វែងវាមកយើងសាក refresh មួយមើលទៅវាឲ្យ download អត់បាទ refresh reload Telegram ហ្នឹងបាទនេះឃើញវាឲ្យ download ទេបាទនេះបាននេះអូខេនេះរូប download មែនបាទនេះឃើញទេឥឡូវខ្ញុំចង់ download វីដេអូខ្ញុំមើលវីដេអូសិនបាទឥឡូវឧទាហរណ៍វីដេអូមួយនេះបាទអញ្ចឹងខ្ញុំចុចលើវាមកនេះបាទចុច download មកវាឲ្យយើងរកកន្លែងដាក់អញ្ចឹងខ្ញុំដាក់ក្នុង desktop new folder 3ខ្ញុំដាក់ថា1 2 3មក save អូខេនេះបង download MP4 បាទចុចលើ download លើហ្នឹងក៏បានសូមរងចាំតិចបាទវាលឿនឬយឺតដោយសារ speed internet របស់យើងអស់គ្នាបាទអូខេ complete ឥឡូវទៅបើកមើលឃើញវីដេអូនឹងអត់នេះ new folder 3បាទចាំផ្លែតវាអត់ទាន់មកទេនេះ file នេះ complete ហើយអូខេ1 2 3ឥឡូវខ្ញុំសាកបើកដោយសារវាយើងអត់ដាក់ extension វាអត់ស្គាល់ file តែពិត file MP4
បាទនេះឃើញហើយបាទដោយសារយើង rename ទៅវាដាច់ extension ណាបាទអញ្ចឹងអរគុណច្រើនសម្រាប់អ្នកនរគ្នាដែលបានទស្សនាវីដេអូមួយនេះ